រឿងផ្ទះវីឡាបារាំងដាច់ស្រយាលនៅតាមដងផ្លូវចាស់មួយឆ្ពោះទៅកាន់ភ្នំគូឡែនមានផ្ទះវីឡាបែបបារាំងមួយខ្នងត្រូវបានបោះបង់ចោលតាំងពីសម័យសង្គ្រាមជញ្ជាំងឥដ្ឋពណ៌លឿងចាស់ប្រែជាខ្មៅស្រអាប់ដោយសារស្លែនិងរុក្ខជាតិវាឡើងចិត្តអ្នកភូមិនៅតំបន់នោះមិនហ៊ានសូម្បីតែដើរកាត់វីឡានោះនៅពេលល្ងាចព្រោះល្បីថាទីនោះជាកន្លែងដែលទាហានសម័យមុនបានធ្វើទារុណកម្មនិងសម្លាប់មនុស្សយ៉ាងសាហាវណារិតគឺជាអ្នកបង្កើតមាតិកាវីដេអូ Content Creator ខាងស៊ើបអង្កេតរឿងអាថ៌កំបាំងដើម្បីធ្វើវីដេអូឲ្យមានអ្នកទស្សនាច្រើន views គេបានសម្រេចចិត្តបបួលមិត្តភក្តិម្នាក់ទៀតឈ្មោះម៉ៅដែលជាអ្នកកាន់កាមេរ៉ាទៅថតការផ្សាយបន្តផ្ទាល់ live stream នៅក្នុងផ្ទះវីឡាបារាំងនោះនៅពាក់កណ្ដាលអាធ្រាត្រដោយមិនខ្វល់ពីពាក្យព្រមានរបស់អ្នកស្រុកឡើយម៉ោង 11:45 នាទីយប់ណារិតនិងម៉ៅបានដើរកាត់របងដែកច្រាសចាប់ចូលទៅក្នុងបរិវេណវីឡាណារិតចាប់ផ្ដើមបើក live stream លើទូរស័ព្ទរួចដើរណែនាំបន្ទប់នីមួយៗដែលពោពេញដោយធូលីដុំកំទេចឥដ្ឋនិងស្បៃពីងពីងពេលដើរឡើងទៅដល់ជាន់ទី2ពួកគេបានចូលទៅក្នុងបន្ទប់ដេកធំមួយដែលមានគ្រែដែកចាស់មួយនិងកញ្ចក់ឆ្លុះមុខធំមួយផ្អែកនឹងជញ្ជាំងអ្វីដែលចម្លែកគឺកញ្ចក់នោះស្អាតខុសធម្មតាគ្មានធូលីដីទាល់តែសោះណារិតបានដើរទៅឈរមុខកញ្ចក់រួចនិយាយលេងសើចដាក់កាមេរ៉ាថាអ្នកទាំងអស់គ្នាមើលចុះបើទីនេះមានខ្មោចមែនឲ្យវាចេញមកឆ្លុះក្នុងកញ្ចក់នេះមកភ្លាមនោះម៉ៅដែលកំពុងកាន់កាមេរ៉ាបែរជាដៃញ័រទៅត្រើបភ្នែកបើកធំសម្លឹងមើលទៅក្នុងកញ្ចក់នៅក្នុងកញ្ចក់នោះរូបរាងដែលឈរពីក្រោយណារិតមិនមែនជាម៉ៅទេគឺជារូបរាងបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានទាហានសម័យមុនចុកឈាមពេញមាត់កំពុងសម្លឹងមើលណារិតដោយខ្សែភ្នែកគុំគួនប៉ុន្តែពេលណារិតងាកក្រោយគឺគ្មានមនុស្សសោះមានតែភាពងងឹតស្លុបរត់ខ្មោចមែនតែនហើយមកស្រែកផ្អោលរួចទម្លាក់កាមេរ៉ារត់សម្ដៅទៅរកទ្វារចង្ក្រានចណ្ដើប៉ុន្តែប្រាំងទ្វារឈើវីឡាទាំងអស់បានបោកបិទចិត្តដោយខ្លួនឯងភ្លាមហាក់ដូចជាមានដៃអាថ៌កំបាំងមកទាញបិទទោះបីជាពួកគេខំប្រឹងទាត់ធាក់ឬគាស់យ៉ាងណាក៏ទ្វារនោះមិនរើបបន្តិចសោះឡើយរំពេចនោះសំឡេងតន្ត្រីបុរាណបែបអឺរ៉ុប Classic Music បានបន្លឺឡើងយឺតចេញពីឧបករណ៍ចាក់ថាសសំឡេងចាស់មួយនៅជ្រុងបន្ទប់ដែលកាលពីមុនវាខូចទៅហើយជាមួយគ្នានោះសំឡេងកែងជើងស្បែកជើងទាហានដើរខ្វប់ចាប់ផ្ដើមបន្លឺឡើងពីជាន់ក្រោមដើរឡើងតាមជណ្ដើរថ្មយឺតសម្ដៅមកបន្ទប់ដែលពួកគេកំពុងតែជាប់ឃុំពន្លឺទូរស័ព្ទរបស់ណារិតដែលកំពុង live stream ចាប់ផ្ដើមរលត់ញាក់អ្នកទស្សនារាប់ពាន់អ្នកនៅក្នុង live បានឃើញទិដ្ឋភាពដ៏រន្ធត់ស្រមោលខ្មៅជាច្រើនបានផុសចេញពីជញ្ជាំងផ្ទះពួកវាមានរូបរាងជាមនុស្សដែលរងទារុណកម្មខ្លះដាច់ដៃដាច់ជើងនិងមានរបួសពេញខ្លួនវិញ្ញាណទាហានបារាំងដែលជាមេកើយបានដើរចូលមកតាមទ្វារដែលរបើកឡើងវិញសន្សឹមដៃរបស់វាហុចកំភ្លើងខ្លីបុរាណមួយដើមមករូបណារិតសំឡេងក្រឡូមួយបន្លឺឡើងពេញបន្ទប់ពួកឯងហ៊ានមកលេងសើចនឹងទីកន្លែងស្លាប់របស់អញឬចូលមកធ្វើជាទាហានការពារវីឡានេះជាមួយអញកម្លាំងអរូបីបានទាញរាងកាយរបស់ម៉ៅឲ្យហោះទៅបោកនឹងជញ្ជាំងសន្លប់បាត់ស្មារតីចំណែកឯណារិតត្រូវកម្លាំងនោះទាញឲ្យលុតជង្គង់ចុះហើយដៃរបស់គេចាប់ផ្ដើមលើកកំភ្លើងនោះតម្រង់រកក្បាលខ្លួនឯងដោយមិនអាចបញ្ជាបានឡើយណារិតយំស្រែកអង្វរកទាំងទឹកភ្នែកខ្ញុំខ្លាចហើយជួយខ្ញុំផងប៉ុន្តែម្រាមដៃរបស់គេកំពុងតែទាញកេះកំភ្លើងបន្តិចម្ដងព្រឹកឡើងសមត្ថកិច្ចនិងអ្នកភូមិបានមកដល់ផ្ទះវីឡានោះក្រោយពីបានឃើញវីដេអូ live stream ដាច់ទាំងកណ្ដាលទីកាលពីយប់មិញពួកគេបានរកឃើញម៉ៅដេកសន្លប់នៅមាត់ទ្វារមានជីវិតរស់នៅឡើយ
ប៉ុន្តែស្មារតីរបស់គេលែងនឹងណូคล้ายជាមនុស្សវង្វេងវង្វាន់ចំណែកឯណារិតគេបានបាត់ខ្លួនដោយគ្មានដានអ្វីដែលនៅសល់គឺមានតែទូរស័ព្ទរបស់គេដែលធ្លាក់នៅលើឥដ្ឋប៉ុន្តែពេលដែលសមត្ថកិច្ចងាកទៅមើលកញ្ចក់ឆ្លុះមុខធំនោះពួកគេសឹងតែលែងជឿនឹងភ្នែកនៅក្នុងកញ្ចក់មានរូបណារិតកំពុងឈរថ្មឹងស្លៀកពាក់ឯកសណ្ឋានទាហានបុរាណឈរពីក្រោយវិញ្ញាណទាហានបារាំងនោះដោយមានទឹកមុខស្លេកស្លាំងនិងគ្មានប្រលឹងវិញ្ញាណឡើយគេបានក្លាយជាអ្នកយាមវិឡានោះជារៀងរហូតហើយ